Ok ចឹងថ្ងៃនេះយើងមកមើលពាក្យពីរគឺពាក្យ fun ហើយនិង funny ចឹងពាក្យនឹងស្រដៀងគ្នាហើយវាមានន័យថា complain ចឹងយើងមកមើលថាវាខុសគ្នាមិនចឹងពាក្យថា fun ចឹង fun ហ្នឹងប្រែថាcomplain ចឹងណាឬក៏សប្បាយចឹងទៅចឹងអាហ្នឹងគឺសំដៅដល់ enjoyable ការចូលចិត្តឬក៏ entertain អីមួយដែលគេប្រព្រឹត្តទៅវា fun ចឹងឧទាហរណ៍ថាយើង join នៅក្នុង party មួយហើយ party ហ្នឹងគឺវាធ្វើឲ្យយើងសប្បាយចឹងណាចឹងកាលណាដែលយើង enjoyable ឬក៏ entertain ក្នុង party នឹងហើយ yes entertaining ហ្នឹងចឹងអាហ្នឹងយើងអាចប្រើពាក្យ fun បាន the party was fun ចឹងការជួបជុំហ្នឹងគឺសប្បាយរីករាយ yes ចឹងអាហ្នឹង fun គឺមានន័យបែបហ្នឹងចឹងថា something that you enjoy អ្វីដែលយើងចូលចិត្តធ្វើចឹងទៅ yes អាហ្នឹងគឺការដែលយើងសប្បាយរីករាយនៅក្នុងការធ្វើហ្នឹងគឺប្រើពាក្យថា fun and one more ពាក្យថា funny ចឹង funny ប្រែតែ complain ចឹងគឺសំដៅលើអីមួយដែល make you laugh អីដែលធ្វើឲ្យយើងសប្បាយចិត្តរីករាយហ្នឹងគឺ funny ឯង example ថាមនុស្សម្នាក់គាត់លេងកំ pl គាត់និយាយចឹងណាចឹងយើងប្រាប់គេថា it is funny or she is funny ចឹងអីដែលធ្វើឲ្យយើងសើចឬក៏សប្បាយហ្នឹងអាហ្នឹងគេហៅថា funny មនុស្សម្នាក់ហ្នឹងអាច funny អាចកំ pl ធ្វើឲ្យគេសើចបានហ្នឹងទៅចាស់អាហ្នឹងគឺជា something ដែលធ្វើឲ្យយើង laugh អាហ្នឹងគឺ funny ហើយអីមួយដែលយើង enjoyable អាហ្នឹងគឺប្រើ fun and this all about fun and funny bye bye